នៅក្នុងវគ្គសិក្សា Revit កម្រិត Master ខ្ញុំបង្ហាញតាក់ទងមួយការងារបច្ចេកទេសរៀបការ៉ូមួយដោយសារនៅក្នុង Revit គឺវាងាយស្រួលវា link តាក់ទងមួយ 2D ផង 3D ផងក៏ដូចជាការងារបច្ចេកទេស section អីមាននៅក្នុងហ្នឹងទាំងអស់អញ្ចឹងណាអញ្ចឹងកន្លែងនេះខ្ញុំបញ្យល់អ្នកទាំងអស់គ្នាបន្តិចមានន័យថាជាទូទៅទំហំការ៉ូរបស់យើងនេះយើងត្រូវមើលជារួមតើការ៉ូយើងគួររៀបចំមានន័យថាការរៀបចំការ៉ូហ្នឹងយើងត្រូវរៀបចេញពីណាទៅណាដើម្បីកុំឲ្យខាត់ការ៉ូច្រើនហើយដើម្បីកុំឲ្យចំណាយច្រើនអញ្ចឹងតាក់ទងជាមួយនឹងចំណុចនេះឧទាហរណ៍ថាការ៉ូកន្លែងនេះពេលដែលយើងធ្វើការរៀបចំប្លង់ការ៉ូយើងអត់ត្រូវតាមបច្ចេកទេសវាធ្វើឲ្យកាត់ការ៉ូម្ដុំហ្នឹងច្រើនអញ្ចឹងករណីហ្នឹងគឺបើយើងមើលជារួមមកវិញមានន័យថាយើងត្រូវធ្វើម៉េចដើម្បីឲ្យការចំណាយហ្នឹងវាអស់តិចណាក្នុងករណីនេះគឺយើងអាចប្រើ comment align មកមានន័យថាយើងធ្វើការដូរទីតាំងរងការ៉ូរបស់យើងនេះធ្វើម៉េចដើម្បីកុំឲ្យវាចំណាយច្រើនហើយសម្រាប់កន្លែងនេះវិញវាមានការងារបច្ចេកទេសមួយទៀតដោយសារតែការ៉ូយើងជាទូទៅរងនេះយើងអត់យកចំផ្ទៃកដាលនៃច្រកទ្វារចូលទេអញ្ចឹងករណីហ្នឹងយើងអាចធ្វើការអង្គិលវាឲ្យផ្ទៃពេញហ្នឹងនៅចំកដាលវិញអញ្ចឹងអ្នកទាំងអស់គ្នាប្រើ comment align ដូចគ្នាមកហើយសម្រាប់ការងារការ៉ូហ្នឹងគឺមិនមែនមានន័យតែប៉ុណ្្នឹងទេមានន័យថានៅក្នុងការ៉ូយើងអាចបែងចែកទំហំការ៉ូខុសគ្នាតាក់ទងជាមួយនឹងការ៉ូទប់ទឹកផ្សេងការ៉ូ floor របស់យើងខាងក្រៅនោះផ្សេងហើយមួយទៀតតាក់ទងមួយការងារ section ឬក៏ការងារបច្ចេកទេសវិញមានន័យថានៅក្នុង Revit version 26ចុះក្រោមគឺអាកន្លែង go to view នេះវាមាន shortcut ទេសម្រាប់ Revit version 2026.3 ឡើងបានមានណាអញ្ចឹងកន្លែងហ្នឹងយើងអាចប្រើ shortcut មក GT មកវានឹងចូលមកដល់ការងារបច្ចេកទេសតែម្ដងមានន័យថាតាក់ទងជាមួយនឹង floor របស់យើងមួយគឺវាមានការងារ3បញ្ចូលគ្នាខាងក្រោមនេះគឺជាប្លង់របស់ structure ហើយសម្រាប់ផ្ទៃនេះវិញគឺជាការងារសាច់បោកអ្នកទាំងអស់គ្នាហើយសម្រាប់ខាងលើនេះវិញគឺជាទំហំការ៉ូជាក់ស្ដែងអញ្ចឹងនៅពេលដែលយើងរៀនគឺយើងរៀនលម្អិតទៅលើការងារអស់ហ្នឹងមានន័យថានៅក្នុងប្លង់ C1 គឺយើងបែងចែកទំហំការងារ3ផ្សេងគ្នាឬក៏អាចច្រើនជាងនឹងទៀតទៅតាមការងារបច្ចេកទេសឧទាហរណ៍ថាបើអ្នកទាំងអស់គ្នាចង់ប្រើប្រភេទ waterproof អីបន្ថែមទៀតអញ្ចឹងយើងអាច add layer បានអញ្ចឹងអ្វីដែលយើងរៀនគឺយើងរៀនទាំងអស់ហ្នឹងហើយមួយទៀតតាក់ទងមួយការងារបច្ចេកទេសអញ្ចាំងវិញម្ដងជាទូទៅនៅកន្លែងអញ្ចាំងវាតែងតែមានការ៉ូជើងអញ្ចាំងណាអញ្ចឹងមានន័យថាអ្វីដែលយើងរៀនលម្អិតកម្រិត master ហ្នឹងគឺយើងរៀនពីអស់ហ្នឹងមានន័យថាយើងបង្កើតអីជាតម្រូវការងាររបស់យើងជាក់ស្ដែងឬក៏យើងយកការងារជាក់ស្ដែងយកមកបញ្ចូលនៅក្នុងកម្មវិធី Revit ដើម្បីឲ្យវា detail ប្លង់ឲ្យយើងឲ្យអស់ទៅតាមកម្រិតស្តង់ដារការងារដែលយើងចង់បានហើយមិនមែនត្រឹមតែប៉ុណ្្នឹងទេអ្នកនរគ្នាវាតាក់ទងមួយទៀតគឺការងារ render ឧទាហរណ៍ថាដូចនៅក្នុងការ៉ូរបស់យើងនេះគឺយើងអាចយក texture ជាក់ស្ដែងយកមកចាក់នៅក្នុងប្លង់របស់យើងតែម្ដងហើយសម្រាប់ទីតាំងរងមានន័យថា 3D និង 2D គឺវាដូចគ្នាតែមួយវាអត់ដូចយើងធ្វើការនៅក្នុងកម្មវិធី SketchUp ឬក៏កម្មវិធីអីផ្សេងទេដែលកន្លែងទីតាំងរងនេះវាខុសគ្នាប៉ុន្តែ Revit គឺវាស្គាល់អូតូតែម្ដងហើយចំណុចហ្នឹងហើយដែលយើងរៀនពីអាការងារ detail ទាំងអស់ហ្នឹងដើម្បីឲ្យការងាររបស់យើងចេញមកគឺវាមានប្រសិទ្ធភាពខ្ពស់ការខុសវាមានតិចកាត់បន្ថយការចំណាយកាត់បន្ថយសោភ័ណភាពធ្វើម៉េចឲ្យវាស្អាតជាងមុនហើយមួយទៀតតាក់ទងជាមួយនឹងការងារទាំងអស់ហ្នឹងវា link ចូលគ្នាតែម្ដងមានន័យថាការងារ 2D ការងារបច្ចេកទេសហើយនិងការងារ 3D គឺវាមានអស់ហើយនៅក្នុងកម្មវិធី Revit សំខាន់គឺអ្នកទាំងអស់គ្នាយល់បានប៉ុណ្ណាអញ្ចឹងណាអញ្ចឹងឧទាហរណ៍សម្រាប់ការងាររៀបចំការ៉ូឬក៏បច្ចេកទេសនៅក្នុងការរៀបការ៉ូហ្នឹងគឺយើងបង្ហាញប៉ុណ្ណឹងហើយវីដេអូក្រោយយើងនឹងបង្ហាញតាក់ទងជាមួយនឹងជាងដែលយើងធ្វើការ detail ហ្នឹងជាងបច្ចេកទេសវាមានករណីមិនអញ្ចឹងណាអញ្ចឹងយើងរៀនលម្អិតពីអស់ហ្នឹងដែលយើងអាចនិយាយថាកម្រិត master ហ្នឹងគឺមិនមែនយើងរៀនហើយយើងអត់អាច design ដល់អ្វីយើងចង់បានទេអញ្ចឹងវីដេអូហ្នឹងគឺយើងមានប៉ុណ្ណឹង